Banana Create នេះគឺជាកន្លែងមួយដែលគេបង្កើតជារូបភាពយើងចង់បានរូបភាពប្រភេទអីគឺយើងចុចកន្លែង banana ហ្នឹងមក banana create ហ្នឹងនេះកន្លែងយើងទៅសេជាអត្ថបទសេអីហើយកន្លែងនេះ bill នេះកន្លែងយើងទៅសេកម្មវិធីសេអីហ្នឹងជម្រាបសួរបងប្អូនដែលតែងតែតាមដានទស្សនានៃការចែករំលែករបស់ពួកខ្ញុំនៅតាមបណ្ដាញសង្គមនិង YouTube ជារៀងរាល់សប្តាហ៍និងជារៀងរាល់ថ្ងៃហើយការវិវត្តមុនគឺខ្ញុំបានចែករំលែកបងប្អូនអំពីរបៀបនៃការប្រើប្រាស់កុំព្យូទ័ររបស់ជនដែលមានពិការភាពផ្នែកតើយើងប្រើយ៉ាងម៉េចហើយតម្លើងជាភាសាខ្មែរអីជាច្រើនហើយសម្រាប់នៅថ្ងៃនេះផងដែរគឺខ្ញុំនឹងបង្ហាញចំណេះដឹងថ្មីមួយទៀតដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ AI ដែលគេហៅថា Gemini និយាយស្មោះត្រង់ទៅកម្មវិធី AI ឥឡូវគឺល្បីមែនទែនគឺរហូតដល់គេមានបង្រៀនវគ្គ AI Master អីទៀត28ថ្ងៃ56ថ្ងៃអីហ្នឹងតែសម្រាប់វគ្គនេះគឺខ្ញុំនឹងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនឲ្យស្គាល់ AI មួយដែលធំបំផុតគឺរបស់ Google គេហៅថា Gemini ហើយដំបូងមុននឹងចេញពី Gemini ហ្នឹងគេហៅថា Bard Google bard.google.com ហ្នឹងទៅអញ្ចឹង Google បានអាប់ដេតមកថ្មីគឺ Gemini ហើយនៅក្នុង Gemini ហ្នឹងមាន3ប្រភេទទៀតទី1គឺ Gemini Plus 2.5 Gemini Pro ហើយ Gemini Plus Gemini Ultra អញ្ចឹងទៅអញ្ចឹងឲ្យខាត់ពេលវេលាយូរចូលទៅមេរៀនយើងបណ្ដោយទៅអញ្ចឹងចូល Gemini មកGoogle Gemini, Google Chrome window, Google Gemini document, button 10 3D animation ideas for kids. 10 3D animation for kids. Open 3D animation, open clickable settings and help button. Clickable dismiss button, try now button, dismiss button. Dismiss. Banana create image button, right button. Build button, deep research, create video button, learn button. Enter a prompt to your edit. នេះកន្លែងនេះគឺចូលយើងចូលផ្ទាំង Gemini អញ្ចឹងគឺមានដូចខ្ញុំចុចមិញខ្ញុំនឹងបញ្យល់មួយBanana Create នេះគឺជាកន្លែងមួយដែលគេបង្កើតជារូបភាពយើងចង់បានរូបភាពប្រភេទអីគឺយើងចុចកន្លែង banana ហ្នឹងមក Banana Create ហ្នឹងនេះកន្លែងយើងទៅសេជាអត្ថបទសេអីហើយកន្លែងនេះ bill នេះកន្លែងយើងទៅសេកម្មវិធីសេអីហ្នឹង Deep Research នេះគឺជាកន្លែងមួយគឺជាកន្លែងមួយដែលយើងធ្វើការ research ឧទាហរណ៍ថាយើង research សូមជួយធ្វើជាកិច្ចការងារស្រាវជ្រាវឲ្យខ្ញុំមួយក្រោមប្រធានបទតើហេតុអ្វីបានជាគេចូលចិត្តប្រើ Facebook ឬបណ្ដាញសង្គមច្រើនម្ល៉េះអាហ្នឹងយើងគ្រាន់តែចុចកន្លែង Deep Research ហ្នឹងទៅគឺ Gemini នឹងធ្វើការ research ឲ្យយើងកន្លែង create video នេះគឺជាកន្លែងមួយដែលអនុញ្ញាតឲ្យយើងបង្កើតជាវីដេអូមួយឧទាហរណ៍ថាវីដេអូដែលមានប្រវែង8វិនាទីវីដេអូដែលមានប្រវែង16អីចឹងទៅគឺគេហៅថា VEO3 VEO2 នោះហើយគ្នាយើងដែលធ្លាប់អូស Facebook គឺដឹងហើយនេះកន្លែង learn តែយើងកន្លែង learn នេះយើងរៀនយើងឧទាហរណ៍យើងចង់រៀនភាសាឬភាសាអង់គ្លេសភាសាអីទៅចុចឲ្យវាបង្កើតជា step បង្កើតជា process ឲ្យយើងថាយើងគួររៀនមិនក្នុងរយៈពេល1ថ្ងៃរៀនប៉ុន្មានទីអញ្ចឹងទៅកន្លែង enter the prompt here ask Gemini នេះគឺយើងទៅសេទៅយើងសេ prompt ចូលហើយកន្លែងនេះយើង upload file ហ្នឹងគឺមានន័យថាកន្លែងហ្នឹងគឺយើងគ្រាន់តែ upload file យើងចេញពី computer ឬចេញពី drive ចេញពីកន្លែងណាមួយរបស់ Google ហ្នឹងទៅយើង upload ទៅយើងអាចឲ្យវាយើងមានអត្ថបទអីយើងអាចឲ្យវាសង្ខេបឲ្យយើងអញ្ចឹងឬក៏យើងត្រូវសួរសំណួរអីវាឆ្លើយឲ្យបានមួយអែមអាហ្នឹងខ្ញុំសុំបកទៅទូរស័ព្ទតិចបើសិនជាយើងមានទូរស័ព្ទយើង share file ចេញពីម៉ាស៊ីនទូរស័ព្ទយើងមក share ចូល Gemini ទៅយើង ask Gemini Live ទៅគឺយើងអាចជជែកគ្នាបានថាយើងគួរទៅសួរសំណួរនៅក្នុងសៀវភៅក្នុងអត្ថបទហ្នឹងហើយថ្មីហ្នឹងឃើញគេ viral មែនតើពាក់ព័ន្ធជាមួយនឹងការនិយាយជាភាសាខ្មែរអញ្ចឹងការនិយាយភាសាខ្មែរហ្នឹងគឺយើងអត់សូវចេះភាសាអញ្ចឹងយើងសួរជាភាសាខ្មែរហ្នឹងទៅនៅនេះកន្លែង tool នេះតាមពិតកន្លែង tool នេះគឺវានៅខាងលើហើយចាត់អីក្នុងហ្នឹងគឺមាន research គឺមានបង្កើតជារបៀបរៀនបង្កើតជាកម្មវិធីបង្កើតជាអីច្រើនអញ្ចឹងទៅអានេះ Gemini នេះដែលខ្ញុំកំពុងប្រើនេះគឺ 2.5 Pro
កន្លែង microphone នេះកន្លែងយើងខ្ជិលសរសេរអក្សរយើងខ្ជិលសរសេរអក្សរយើងគ្រាន់តែចុចកន្លែង microphone ហ្នឹងទៅគឺយើងនិយាយទៅវាចេញជាអក្សរអង់គ្លេសក៏បានខ្មែរក៏បានអញ្ចឹងទៅអាស្រ័យយើងកំណត់អញ្ចឹងអ្វីដែលខ្ញុំត្រូវបង្ហាញដំបូងគេបង្អស់ហ្នឹងគឺកន្លែង ask ឬក៏សរសេរ prompt នេះអញ្ចឹងចូលហ្នឹងខ្ញុំសួរវាថាតើអ្នកអាចធ្វើឲ្យបានខ្លះអញ្ចឹងវាប្រាប់ហើយដូចខ្ញុំរាយរាប់អញ្ចឹងខ្ញុំសួរថា what can do តើមកចុច enter ទៅ Gemini is typing អញ្ចឹងយើងចុច shift បូកលេខ 2 មកនេះគេថា can do a lot of things ហើយនេះដែលខ្ញុំប្រាប់ខាងលើ not sure where begin with how can help get more than នេះកន្លែង write email យើងវាអាចសរសេរជា email ឲ្យយើងក៏បាន refine word request feedback នេះបើយើងជិលចុចចេញចុចមានមុខងារមួយស្ដាប់នេះយើង listen មកនេះ I can do lots of things. I'm good at brainstorming ideas, clarifying tricky concepts, and tasks like recapping meetings and helping you research a topic. ឃើញសលេងច្បាស់ Not sure where to begin? Here's how I can help. Get more done. Write emails. Ask me to write or rewrite emails and even change the tone based on who will read it. Refine work. Request feedback. អានេះគឺជាគេហៅថា benefit ឬក៏ទូនាទីដែល Gemini អាចធ្វើបាន Copy navigation landmark clickable 3D animations activity up 10 3D YouTube type open 10 open menu 3D open menu clickable settings and help clickable edit button edit prompt clickable good response clickable 3 shift copy button show more enter a prompt here edit multi line ask Gemini មួយទៀតខ្ញុំចង់សួរវាថាតើអ្វីទៅជាសួរជាភាសាខ្មែរ clickable enter a prompt here edit multi line ask Gemini there Cambodia there Nita តើអ្វីទៅជាកុំព្យូទ័រខ្ញុំសរសេរអក្សរខ្មែរយឺតតិចបងប្អូនតែប៉ុណ្្នឹងទៅអូខេ reply លឿនមែនតើ reply លឿនណា Gemini ខ្ញុំចូលចិត្តនេះ clickable button left clickable enter a prompt blank out of edit clickable button tool clickable menu button click out of click button unavail button clickable menu button copy menu clickable toggle button clickable what would you like help with for list with 3 items formats explore the bullet 1 compose bullet text to generate images bullet out of list with 3 random bullet search window ចាំមកផ្លែតអូចេះខុសតិច Google Gemini Google Gen create summer bullet help with bullet out of list streamline tasks go from multiple out of list button collapse Google button domain clickables button unavailable navigation button explore chat button Gemini button use button holding a button a cheerful button animation button 3D and clickable button set clickable heading left clickable button copy prompt heading level 2 what can you do button copy prompt heading navigation landmark clickable button set clickable heading clickable heading clickable I can do lots of things like recap and meeting not sure what get more list writing bullet refine outlines bullet នេះខ្ញុំទៅរកកន្លែងសំណួរខ្ញុំសូមវិញ out of list with 3 items bullet help with study bullet create summaries bullet translate struct out of list with generate text bullet compose a song 1 bullet explore different bullet 1 compose a song or story prompt me to write something capture មានន័យថា Gemini ហ្នឹងក៏មានសមត្ថភាពអាចបង្កើតជាចម្រៀងបង្កើតអីបានទៀត bullet 1 compose a song or story 1 bullet explore formats out of click menu button menu button clickable button cop button edit heading level 2 clickable button show thinking អូនេះដោយសារតែវាអត់ទាន់ support ជាមួយនឹងភាសាខ្មែរគឺខ្ញុំសួរវាចេញខ្មែរអញ្ចឹងបងប្អូនបើសិនជាមានសំណួរអីត្រូវសួរ Gemini ក៏ចុចកន្លែង write the prompt ទៅយើងទៅសេទៅយើងចង់បានអីគឺ AI វាជួយផ្ដល់ជាគំនិតជួយយើងជាច្រើនហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងហើយខ្ញុំនឹងសន្យាថានឹងបរៀនបងប្អូនប្រើ Gemini នៅលើទូរស័ព្ទព្រោះឥឡូវគេល្បីថា Gemini អាចនិយាយភាសាខ្មែរបានអញ្ចឹងដើម្បីអាចនិយាយភាសាខ្មែរបានអញ្ចឹងវគ្គក្រោយខ្ញុំនឹងបង្រៀនបងប្អូនមួយវីដេអូទៀតហើយវីដេអូរបស់យើងគឺមានប៉ុណ្ណឹងហើយជួបខ្ញុំនៅវីដេអូក្រោយហើយបើសិនជាមានចម្ងល់ឆ្ងល់អីកន្លែងណាមួយអាច comment នៅក្រោមវីដេអូបានអរគុណជម្រាបលា